បុរាណាចារ្យខ្មែរយើងលោកតែងតែប្រៀបធៀបសង្គមជាតិមួយទៅនឹងរទេះមួយរទេះនោះអាចបកទៅមុខបានយ៉ាងរលូនលុះត្រាតែវាមានកង់ទាំងពីររឹងមាំហើយនឹងមានទំហំស្មើគ្នាហើយកង់ទី1គឺអាណាចក្រមានដូចជាអំណាចរដ្ឋច្បាប់សេដ្ឋកិច្ចហើយនឹងការអភិវឌ្ឍកង់ទី2គឺពុទ្ធិចក្រមានដូចជាសាសនាសិលធម៌វប្បធម៌ហើយនឹងផ្លូវចិត្តប្រសិនបើកង់ណាមួយបាក់ឬក៏តូចជាងនោះរទេះនឹងក្រឡាប់ឬក៏ដើរទៅមុខមិនរួចឡើយហើយថ្ងៃនេះយើងនឹងមកពិចារណាទាំងអស់គ្នាថាតើធ្វើយ៉ាងណាទើបយើងអាចរក្សាតុល្យភាពរវាងការរីកចម្រើនខាងសម្ភារៈហើយនិងការរីកចម្រើនខាងផ្លូវចិត្តឲ្យដើរទន្ទឹមគ្នាបានស្មារតីនឹងធ្វើការបែងចែកជាផ្នែក3ផ្នែកទី1ផ្នែកទី2ហើយនិងផ្នែកទី3អញ្ចឹងផ្នែកទី1គឺអាណាចក្រប្រៀបដូចជារាងកាយហើយចំណែកឯពុទ្ធិចក្រវិញប្រៀបដូចជាវិញ្ញាណដើម្បីឲ្យងាយយល់សូមគុណម្ចាស់ញាតិញោមមើលមកខ្លួនឯងមនុស្សម្នាក់ផ្សំឡើងដោយរាងកាយហើយនិងចិត្តអាណាចក្រមានន័យថាជារាងកាយគឺធ្វើយ៉ាងណាឲ្យប្រជាជនមានបាយញ៉ាំមានផ្លូវល្អមានសាលារៀនមានមន្ទីរពេទ្យមានច្បាប់ទម្លាប់អានេះអីគេនេះគឺជាទស្សនវិជ្ជារបស់អ្នកដឹកនាំរដ្ឋបើគ្មានអាណាចក្រខ្លាំងទេប្រជាជននឹងអត់ឃ្លាននឹងអាណាធិបតេយ្យហើយចំណែកឯពុទ្ធិចក្រវិញមានន័យថាជាវិញ្ញាណគឺធ្វើយ៉ាងណាឲ្យប្រជាជនមានចិត្តមេត្តាមិនលួចប្លន់គ្នាចេះជួយគ្នាហើយនឹងមានក្តីសុខក្នុងចិត្តនេះគឺជាទស្សនវិជ្ជារបស់ព្រះសង្ឃនិងអ្នកអប់រំបើគ្មានពុទ្ធិចក្រទេមនុស្សនឹងខ្លាចជាមានតែរាងកាយតែគ្មានបេះដូងមានន័យថាធ្វើអ្វីៗក៏បានឲ្យតែបានលុយណាសង្គមជាតិរីកចម្រើនសង្គមដែលរីកចម្រើនពិតប្រាកដជាសង្គមដែលសម្បូរសប្បាយខាងក្រៅហើយនឹងស្ងប់សុខក្នុងខាងក្នុងមកដល់ផ្នែកទី2របស់យើងគឺបញ្ហាពេលដែលកង់មកខាងទៅជាងតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើមានតែអាណាចក្រតែខ្វះពុទ្ធិចក្រយើងនឹងឃើញមានសំណង់ខ្ពស់ក៏ពពកប៉ុន្តែពោពេញទៅដោយមនុស្សដែលមានជំងឺផ្លូវចិត្តយើងនឹងឃើញបច្ចេកវិទ្យាទំនើបប៉ុន្តែប្រើវាដើម្បីបោកប្រាស់គ្នាហៅថា scam ណាយើងនឹងឃើញមានច្បាប់ច្បាប់ប្រព័ន្ធមេត្រាប៉ុន្តែនៅតែមានហិង្សាក្នុងគ្រួសារណាមានន័យថានៅតែមានអំពើហិង្សាក្នុងគ្រួសារនេះគឺព្រោះតែការអភិវឌ្ឍវត្ថុលឿនជាងការអភិវឌ្ឍផ្លូវចិត្តចុះបើមានតែពុទ្ធិចក្រតែខ្វះអាណាចក្រវិញយើងនឹងខ្លាចជាសង្គមទន់ខ្សោយងាយរងគ្រោះក្រីក្រហើយអាចនឹងត្រូវបរទេសមើលងាយដូច្នេះយើងមិនអាចខ្វះមួយណាបានទេចំណែកឯមកដល់ផ្នែកទី3គឺការអនុវត្តក្នុងគ្រួសារទ្រឹស្ដីនេះមិនមែនប្រើសម្រាប់តែប្រទេសជាតិទេតែប្រើសម្រាប់គ្រួសាររបស់គុណម្ចាស់ញាតិញោមផ្ទាល់តែម្ដងក្នុងនាមជាមីគ្រួសារញាតិញោមគឺជាស្ដេចក្នុងអាណាចក្រតូចមួយញាតិញោមត្រូវខំរកលុយមានន័យថាជាអាណាចក្រណាដើម្បីឲ្យកូនរៀននិងមានបាយញ៉ាំតែញាតិញោមក៏ត្រូវបង្រៀនកូនឲ្យស្គាល់បុណ្យបាបស្គាល់គុណទោសនិងមានសិលធម៌នេះគេហៅថាពុទ្ធិចក្រដែរបើឪពុកម្ដាយគិតតែរកលុយតែមិនអប់រំកូនថ្ងៃក្រោយកូននឹងអីគេកូននោះនឹងយកលុយដែលឪពុកម្ដាយរកបានណាទៅបំផ្លាញចោលទាំងអស់ចូលចង់ចាំថាចំណេះវិជ្ជាត្រូវតែដើរគូជាមួយចរិយាសម្បត្តិណាចំណេះវិជ្ជាត្រូវតែដើរគូជាមួយនឹងចរិយាសម្បត្តិញាតិញោមជាទីស្រឡាញ់ណាគុណម្ចាស់ញាតិញោមជាទីស្រឡាញ់ប្រទេសជាតិមួយអាចរុងរឿងបានណាមិនមែនពឹងតែលើរដ្ឋាភិបាលទេឬក៏ពឹងតែលើព្រះសង្ឃទេគឺពឹងលើប្រជាពលរដ្ឋគ្រប់រូបដែលមានទាំងសមត្ថភាពដែលជាអាណាចក្រណាហើយដែលមានគុណធម៌ពុទ្ធិចក្រនៅក្នុងខ្លួនសូមឲ្យយើងម្នាក់ខ្លាចជាសសរទ្រូងដ៏រឹងមាំដើម្បីទ្រទ្រង់សង្គមជាតិណាទ្រទ្រង់សង្គមជាតិហើយនឹងសាសនារបស់យើងឲ្យរុងរឿងតរៀងទៅសូមអនុមោទនា